បងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងនិយាយអំពីឡានចិនម្ដងដោយសារតែសប្តាហ៍មុនកាលពីថ្ងៃអាទិត្យខ្ញុំបាននិយាយពីរថយន្តអឺរ៉ុបរថយន្តជប៉ុនហើយក៏ដូចជារថយន្តនៅសហរដ្ឋអាមេរិកព្រមទាំងរថយន្តទូទាំងពិភពលោកអញ្ចឹងដោយសារតែមានបងប្អូនជាច្រើនសំណូមពរឲ្យខ្ញុំជួយនិយាយពីក្រុមហ៊ុនឡានចិនផងថាតើក្រុមហ៊ុនឡានចិនមានច្រើនប៉ុណ្ណាបងប្អូនទាំងអស់គ្នាសម្រាប់ក្រុមហ៊ុនឡានចិនគឺយើងមានរហូតដល់ជាង100ក្រុមហ៊ុនជាងឯណោះបងប្អូនទាំងអស់គ្នាយើងរាប់តែក្រុមហ៊ុនធំៗដែលមាននៅក្នុង list ដើម្បីយើងយកមកនិយាយនៅក្នុងវីដេអូនេះផងដែរហើយរថយន្តខ្លះបងប្អូនទាំងអស់គ្នាក៏អត់ស្គាល់ម៉ាកហើយរថយន្តខ្លះក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងផងដែរអញ្ចឹងរថយន្តចិនដែលគេផលិតសម្រាប់អ្នក low budget មែនទែនហ្មងគឺសម្រាប់គេថាសំចៃអស់លុយតិចហើយបានរបស់មកប្រើដែរគឺមានប្រភេទរថយន្តម៉ាក JMC រថយន្តម៉ាក Sandra រថយន្តម៉ាកផ្សេងៗទៀតដែលបងប្អូនទាំងអស់គ្នាឃើញនៅក្នុងតារាងទី1នេះបងប្អូនទាំងអស់គ្នានៅក្នុងតារាងទី1នេះគឺជាប្រភេទរថយន្តដែលគេផលិតមកសម្រាប់ budget ហើយប្រភេទរថយន្តតារាងទី2នេះដែល link ទី2នេះដូចជាប្រភេទ Photon ដូចជាប្រភេទ JAC ដូចជាប្រភេទ Great Wall Forting អីហ្នឹងគឺជាប្រភេទរថយន្តមួយដែលគេផលិតសម្រាប់អ្នកមធ្យមអីចឹងទៅអញ្ចឹងវារៀងទំនើបបន្តិចវារៀងរបស់ប្រើវាមានផាសុកភាពអីចឹងទៅហើយរថយន្តដែលគេគិតថាតម្រូវការទីផ្សារខ្ពស់ហ្មងបងប្អូនទាំងគ្នាគឺ mainstream ហ្នឹងគឺជាប្រភេទម៉ាក MG ម៉ាក GAC ម៉ាក Cherly ម៉ាក Neta និយាយទៅគឺម៉ាក Bestune ម៉ាក Elas អញ្ចឹងនេះគឺជា brand ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងផងដែរដែលខ្ញុំរាប់ហើយតិចទៀតខ្ញុំនឹងនៅក្នុងចុងវីដេអូខ្ញុំនឹងនិយាយពីមូលហេតុជាច្រើនដែលរថយន្តចិនឥឡូវគឺគេប្ររួមចូលគ្នាអូខេដោយសារតែខ្ញុំបានដឹងរឿងច្រើនដែរពីក្រុមហ៊ុនឡានចិនអញ្ចឹងខ្ញុំនឹងនិយាយនៅក្នុងវីដេអូនេះដើម្បីប្រាប់បងប្អូនទាំងគ្នាបានច្រើនផងដែរហើយដល់ពេលប្រភេទ super mainstream ដែលលក់ដាច់ហើយគេគិតថាល្អហ្នឹងគឺដោយបងប្អូនទាំងគ្នាឃើញហើយគឺមាន Jetour គឺល្បីនៅអារ៉ាប់ខ្លាំងមែនទែនជាពិសេសគឺនៅឌូបៃហើយ Ion នេះក៏ទៅតែចូលនៅក្នុងប្រទេសកម្ពុជាតែខ្លាំងហើយ BYD និង Ion នៅក្នុងប្រទេសកម្ពុជាគឺប្រហែលគ្នាដែលលក្ខណៈថាប្រកួតប្រជែងគ្នាបានហើយមាន iCar មាន Deepal អីចឹងទៅអញ្ចឹងបងប្អូនទាំងគ្នាឃើញហើយនេះគឺជាសុទ្ធសឹងតែជាប្រភេទឡានចិន super mainstream ហើយបន្ទាប់មកទៀត semi premium លក្ខណៈថា premium ហ្នឹងមានដូច ZEC ខ្ញុំធ្លាប់បានជួបប្រភេទរថយន្តនេះផ្ទាល់គឺគ្រឿងក្នុងរបស់គេគឺប៉និតខ្លាំងមែនទែនហើយចំពោះ performance របស់ឡានអគ្គិសនីគេមួយរៀងញាក់សាច់របស់គេដែរហើយប្រភេទ H-Pan នេះក៏ស្អាតដែរបងប្អូនទាំងគ្នារូបរាងខាងក្រៅអីគឺ design មួយគឺស្អាតមែនទែនហើយនេះគឺជាប្រភេទរថយន្តដែលគេហៅថាកម្រិតរៀងខ្ពស់ហើយដល់ពេលpremium តែម្ដងដែលគេចាត់ទុកថាវាជា premium គឺដូចប្រភេទពួក Mark Denza ហើយ Mark M Hero ហ្នឹងបាទបងប្អូនទាំងនេះ Denza ហើយ M Hero នេះខ្ញុំធ្លាប់ឃើញ M Hero ផ្ទាល់នៅ Eon 3គេដាក់តាំងណាគេធ្វើមកអូសាហាវរបស់គេមែនបាទបងប្អូនទាំងគ្នាហើយដល់ពេលប្រភេទពួក high tech មានថាពួក technology ខ្ពស់ហ្មងណាគឺគេឲ្យតម្លៃទៅលើ Xiaomi បងប្អូនហ្នឹងឯងគឺផលិតឧបករណ៍សម្រាប់ដាក់តាមផ្ទះដាក់អីគឺធន់របស់គេមែនទែនអញ្ចឹងគេក៏បានផលិតជាមួយនឹងឡានដែរហើយមាន Aito មានជាមួយនឹង Avatar អីចឹងទៅហើយបងប្អូនទាំងគ្នាសម្រាប់ឡានដែលនៅចុងក្រោយគេគឺបងប្អូនទាំងគ្នាស្គាល់ម៉ាកអីនេះ Hongqi បងប្អូនទាំងគ្នា Hongqi គឺជាឡានមួយដែល top ជាងគេនៅក្នុងប្រទេសចិនជា brand មួយដែល top ហើយចំពោះ Hongqi នេះគឺផលិតឡានសម្រាប់ប្រធានាធិបតីរបស់ប្រទេសចិននឹងផ្ទាល់ដែលកំពុងតែប្រើរាល់ថ្ងៃហ្នឹងគឺប្រើ Hongqi ហ្មងនៅក្នុងចំណោមឡានចិនទាំងអស់នេះរថយន្តដែលមានប្រវត្តិតស៊ូជាមួយនឹងប្រទេសចិនខ្លាំងជាងគេគឺ Hongqi ហ្នឹងឯងបងប្អូនទាំងគ្នាហើយបច្ចេកវិទ្យា Hongqi ហ្នឹងគឺលក្ខណៈថា top ជាងគេហើយបើយើងនិយាយមកតែមិនដឹងថារាល់ថ្ងៃបធូរដៃអីដូចលក្ខណៈថាបើឡានជប៉ុនវិញគឺ Hongqi ហ្នឹងដូច Mitsubishi អញ្ចឹង Mitsubishi top technology ហ្មងបន្ទាប់មកបានប្រឡែងដៃឲ្យក្រុមហ៊ុនផ្សេងៗឡើងទៅអញ្ចឹងនេះគឺជាប្រវត្តិរបស់ឡានចិនហើយចំពោះឡានចិនភាគច្រើនគឺវាមានប្រវត្តិផ្សេងៗគ្នាតែប្រវត្តិវាគឺអត់សូវលក្ខណៈថាវែងឆ្ងាយដូចឡានរបស់អឺរ៉ុបទេពីព្រោះអាយុរបស់វាទៅតែកើតទេឡានដែលអាយុចាស់ជាងគេគឺ Hongqi នឹងឯងបងប្អូនទាំងគ្នាហើយប្រភេទឡានចិនគឺគាត់អាចផលិតបានគ្រប់ប្រភេទបានមិនថាឡានដឹកឥឡូវនេះគឺឡានអគ្គិសនីគឺគាត់ឈានមុខគេខ្លាំងមែនទែនពាក់ព័ន្ធនឹងឡានអគ្គិសនីគឺគាត់វាដាច់គេហ្មងក៏ប៉ុន្តែដោយឡែកវាក៏ជារឿងមួយប្រហែលជារឿងនយោបាយឬក៏រឿងអីទេឡានចិនគឺអាចចូលទៅសហរដ្ឋអាមេរិកបានទេពីព្រោះបងប្អូនទាំងនេះដឹងហើយទីផ្សារឡានដែលធំជាងគេបំផុតនៅលើពិភពលោកគឺសហរដ្ឋអាមេរិកអញ្ចឹងនៅពេលណាដែលចូលសហរដ្ឋអាមេរិកមិនបាន
គឺធ្វើឲ្យចរាចរណ៍នៅក្នុងការផលិតឡានគឺមានបញ្ហាដែរអញ្ចឹងនៅពេលដែលមានបញ្ហាហ្នឹងគឺធ្វើឲ្យប្រទេសចិនគឺត្រូវបញ្ចេញឡានរបស់គាត់ទៅប្រទេសតូចៗផ្សេងទៀតជាពិសេសគឺដូចជាប្រទេសដែលខ្មែរយើងអីហ្នឹងគឺត្រូវមានចរាចរណ៍ប្រភេទឡានហ្នឹងឯងព្រោះផលិតមកពីព្រោះក្រុមហ៊ុនត្រូវតែផលិតរហូតពេលណាដែលផលិតរហូតគឺត្រូវរកទីផ្សារបញ្ចេញរហូតអញ្ចឹងនៅពេលដែលបញ្ចេញចូលអាទីផ្សារធំអត់បានគឺត្រូវមករកទីផ្សារតូចៗឯងបងប្អូនទាំងគ្នាដើម្បីបដោះអាសន្នសិនហើយឥឡូវនេះនៅប្រទេសចិនគឺគេកំពុងតែបង្រួមក្រុមហ៊ុនឡានទាំងអស់ហ្នឹងឲ្យចូលគ្នាគេចាប់មិចឲ្យចូលគ្នាវិញពីមុនព្យាយាមបំបែកឲ្យច្រើនប៉ុន្តែដល់ពេលឥឡូវនេះច្រើនពេកបញ្ចូលគ្នាវិញអញ្ចឹងអាចនឹងឡានចិនខ្លះនៅក្នុងលីសនេះអាចនឹងបាត់ឈ្មោះពីតារាងនេះនៅឆ្នាំក្រោយអាចនឹងមានបាត់ច្រើនអញ្ចឹងនេះគឺជាអ្វីដែលឡានចិននឹងជួបបញ្ហាផងដែរហើយនៅក្នុងប្រទេសកម្ពុជាយើងក៏ឃើញថាឡានចិនក៏មានសន្ទុះនៅក្នុងការគ្រប់គ្រងច្រើនផងដែរហើយមានបងប្អូនច្រើនសួរខ្ញុំថាតើឡានចិនមិនដែរបើសិនជាឡានណាដែលគេផលិតចំរបស់ល្អគឺល្អមែនទែនបងប្អូនទាំងគ្នាដោយសារតើចិនគាត់ដឹងចំណុចខ្សោយរបស់គាត់ម៉ាស៊ីន ECU ក៏ដូចជាប្រព័ន្ធដែលសំខាន់ផ្សេងទៀតណារបស់ខ្លះឡានដែលគាត់ចង់បាន performance ខ្លះគាត់សុខចិត្តយកពីគេហ្មងដោយរបស់ចិនខ្លះគាត់សុខចិត្តយក caliper brake ពី Brembo យកមកដាក់ក៏មានដែរអញ្ចឹងគាត់រៀងបួលរបស់ performance ហើយនិង safety គឺគេតម្រូវហ្មងដោយសារតែអញ្ចឹងហើយបានខាងសហរដ្ឋអាមេរិកគេចោទខាងឡានចិនហ្នឹងថាភិកច្រើនណាគេចោទថាអត់ safety អាចនឹងខ្លាញ់បន្លំឬក៏ថ្ងៃក្រោយទៅមិនគេចេះចោទទៅអញ្ចឹងពេលដែលគេចោទអញ្ចឹងធ្វើឲ្យទីផ្សាររបស់ឡានចិននៅស្រុកអាមេរិកហ្នឹងគឺទៅអត់រួចទេអញ្ចឹងនៅពេលដែលទៅអត់រួចហ្នឹងគឺរៀងកាល់ហើយប៉ុន្តែចិនអត់ខ្វល់ទេផលិតប្រើក្នុងស្រុកពីព្រោះប្រជាជនចិនច្រើនបងប្អូនអរគ្នាដឹងហើយជិត 2000 លាននាក់អញ្ចឹងជិត 2000 លាននាក់ហ្នឹងគឺមានតម្រូវការប្រើប្រាស់ឡានហើយដោយសារតែឡានអគ្គិសនីនៅប្រទេសចិនឥឡូវនេះគឺកំពុងបុកខ្លាំងមែនទែនដោយសារតែចិនចង់ក្លាយជាប្រទេសមួយដែលការពារបរិស្ថានបានខ្ពស់ជាងគេនៅក្នុងទីក្រុងដើមឈើក៏ដាំឲ្យច្រើនជាងគេឡានអគ្គិសនីក៏ប្រើច្រើនម៉ូតូអគ្គិសនីក៏ប្រើច្រើនដល់ពេលអញ្ចឹងហើយពេលដែលយើងធ្លាប់ទៅអឺរ៉ុបយើងធ្លាប់ទៅអាមេរិកគឺសិតតែឡានភាគច្រើនគឺឡានសាំងប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមទៅប្រទេសចិនគឺយើងឃើញសិតសឹងតែឡានអគ្គិសនីអញ្ចឹងនេះគឺជាបដិវត្តន៍មួយដែលប្លែកដែរដែលខ្ញុំមើលទៅគឺថាឡានចិនគឺលក្ខណៈថាប្លែកហ្មងអញ្ចឹងក្នុងនាមខ្ញុំជាអ្នកធ្វើបទបង្ហាញខ្ញុំនឹងលើកយករឿងទាំងអស់នេះមកនិយាយតាមអ្វីដែលបងប្អូនទាំងអស់នេះឆ្ងល់អញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលមានចម្ងល់ចង់សំណូមពរឲ្យខ្ញុំនិយាយពីអ្វីដែល detail ជាងហ្នឹងដែលហៅថាលម្អិតជាងហ្នឹងបងប្អូនទាំងអស់គ្នាអាច comment សំណូមពរបានខ្ញុំនឹងចូលទៅអានផ្ទាល់ដើម្បីស្រង់យក comment របស់បងប្អូនទាំងអស់គ្នាមកធ្វើ content ទៀតហើយចំពោះការនិយាយអំពីប្រវត្តិរបស់ឡាននិយាយពីចំណុចខ្លាំងចំណុចផ្សេងៗរបស់ឡាននៃក្រុមហ៊ុននីមួយៗនោះគឺខ្ញុំនឹងបន្តធ្វើគេហៅថាជាគោលការណ៍របស់ Camcar តែម្ដងហើយនៅក្នុងការធ្វើនេះគឺយើងនឹង release វីដេអូនេះគឺរៀងរាល់ថ្ងៃអាទិត្យអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាកុំឲ្យដាច់ភានេះគឺបងប្អូនទាំងគ្នាអាច follow ជាមួយនឹង page Camcar Collection ក៏ដូចជា channel YouTube Camcar Collection ដើម្បីទទួលបាននៅវីដេអូល្អៗរៀងរាល់ថ្ងៃអាទិត្យដើម្បីមើលជាចំណេះដឹងអរគុណជម្រាបលាបងប្អូនទាំងគ្នាបាទ